សួស្តីfan ជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីកម្មការនៅ Channel របស់ Admin នៅថ្ងៃនេះយើងនឹងមកបន្តរឿងអន្ទាក់ស្នេហ៍ក្បែរសត្រូវភាគទី2ជាបន្តទៀតតែមុននឹងឈានចូលដល់សាច់រឿងកុំភ្លេចនាំគ្នាទៅ follow Facebook Admin ម្នាក់មួយផងណាតោះឥឡូវកុំឲ្យខាតពេលវេលារបស់យើងយូរទៅទស្សនាជាមួយ Admin ទាំងអស់គ្នាកាលពីនៅភាគមុនយើងច្បាស់ជាបានដឹងរួចមកហើយថាតួប្រុសរបស់យើងព្រះអង្គម្ចាស់ទីគេអត់ព្រមរួមដំណេកជាមួយនឹងតួស្រីរបស់យើងនោះទេហើយគេក៏បានឲ្យអ្នកបម្រើរបស់គេនឹងយកគេទៅបន្ទប់របស់គេវិញជាហេតុធ្វើឲ្យតួស្រីរបស់យើងពិតជាខកចិត្តយ៉ាងខ្លាំងលុះពេលដែលព្រះអង្គម្ចាស់ទីចេញផតតួស្រីរបស់យើងនាងក៏បាននឹកស្រមៃរឿងអតីតកាលរបស់នាងកាលពី2ខែមុនពេលដែលនាងមកកាន់រាជធានីអីចឹងទៅគឺការនោះតួស្រីរបស់យើងត្រូវបានក្រុមមន្ត្រីទៅហែហំដើម្បីឲ្យនាងមកកាន់រាជធានីដើម្បីមករៀបការជាមួយនឹងព្រះអង្គម្ចាស់ទីអីចឹងណាប៉ុន្តែតួស្រីរបស់យើងនាងអត់ព្រមចាក់ចេញពីភ្នំទេហើយអ្នកបម្រើរបស់នាងក៏បានសួរថាតើពេលណាបានអ្នកនាងចាក់ចេញតួស្រីក៏បានប្រាប់ទៅកាន់អ្នកបម្រើរបស់នាងថាតើតើយើងមានប្រាក់សិនទៅអាចចាក់ចេញបានអ្នកបម្រើរបស់នាងស្ដាប់ហើយពិតជាងឿនឆ្ងល់យ៉ាងខ្លាំងព្រោះអត់ដឹងថាតើគួរទៅរកប្រាក់នៅឯណាអីចឹងទៅប៉ុន្តែតួស្រីរបស់យើងជាមនុស្សឆ្លាតខ្លាំងនាងក៏បានប្រាប់ទៅកាន់អ្នកបម្រើរបស់នាងថាកុំឲ្យបារម្ភអីនាងមានវិធីរបស់នាងអីចឹងណាក្រោយពីនិយាយរួចហើយតួស្រីរបស់យើងនាងក៏បានដើរមករកលោកមេតបម្នាក់ជាហេតុធ្វើឲ្យលោកមេតបម្នាក់ហ្នឹងពិតជាធុញទ្រាន់យ៉ាងខ្លាំងហើយគេក៏បានប្រាប់ទៅកាន់តួស្រីរបស់យើងថាគេមកទីនេះគឺទទួលតាមបរិយាបញ្ជារបស់ប្រជាអធិរាជដើម្បីមកទទួលតួស្រីរបស់យើងហ្នឹងឲ្យទៅរៀបការជាមួយនឹងព្រះអង្គម្ចាស់ទីងហើយគេក៏អត់មានកាតព្វកិច្ចដើម្បីបងប្រាក់ឲ្យតួស្រីរបស់យើងធ្វើដំណើរនោះដែរប៉ុន្តែមិនថាលោកមេតបម្នាក់ហ្នឹងនិយាយយ៉ាងណាក៏តួស្រីរបស់យើងនឹងអត់ព្រមទេនាងបែរជានិយាយទៅកាន់លោកមេតបហ្នឹងថាឥឡូវនេះរទេះសេះកំពុងតែនៅទីនេះបើសិនជាលោកឲ្យប្រាក់មកខ្ញុំខ្លះនោះខ្ញុំនឹងចាក់ជាមិនខានតែបើសិនជាលោកមិនឲ្យខ្ញុំទេនោះខ្ញុំមិនព្រមទៅណាទាំងអស់ចាំមើលតើបានអ្នកណារៀបការជាមួយនឹងព្រះអង្គម្ចាស់ទីងនៅពេលលើតួស្រីរបស់យើងនិយាយអញ្ចឹងនិយាយពីថាលោកមេតបគាត់ពិតជាហួសចិត្តខ្លាំងមែនតើដោយមិនដឹងធ្វើបែបម៉េចណាលោកមេតបម្នាក់ហ្នឹងគាត់ក៏បានរែងគៀបប្រាក់ជាមួយនឹងគ្នារបស់គាត់នឹងឲ្យតួស្រីរបស់យើងតែម្ដងទៅបន្ទាប់ពីទទួលបានប្រាក់រួចហើយតួស្រីរបស់យើងនាងក៏បានចាក់ចេញពីលើកំពូលភ្នំយីសានហើយក៏បានធ្វើដំណើរមកកាន់រាជធានីពេលកំពុងធ្វើដំណើរតាមផ្លូវអ្នកបរទេះក៏បានសួរទៅកាន់តួស្រីរបស់យើងថាតើអ្នកនាងចង់ទៅណាទើបតួស្រីក៏បានប្រាប់ថាខ្ញុំចង់ទៅសំណាក់របស់ព្រះអង្គម្ចាស់ទីងមិនយូរប៉ុន្មានតួស្រីរបស់យើងនាងក៏បានមកដល់មុខសំណាក់របស់ព្រះអង្គម្ចាស់ទីងហើយនាងក៏បានឈប់ញ៉ាំអីនៅចិត្តនឹងអីអញ្ចឹងទៅក្រោយមកអ្នកលក់ក៏បានយកអាហារខ្លះៗមកឲ្យតួស្រីរបស់យើងញ៉ាំហើយតួស្រីរបស់យើងក៏បានចែករំលែកអាហារនឹងទៅឲ្យអ្នកបម្រើរបស់នាងប៉ុន្តែអ្នកបម្រើក៏បានប្រាប់ថានាងអត់ឃ្លានទេចឹងឲ្យតួស្រីរបស់យើងញ៉ាំចោលកំឡុងពេលញ៉ាំអ្នកបម្រើក៏បានងាកទៅមើលសំណាក់របស់ព្រះអង្គម្ចាស់ទីងតែឃើញថាដូចជាមានសភាពស្ងប់ស្ងាត់ខ្លាំងមែនតើតួស្រីឃើញបែបនេះនាងក៏បាននិយាយថាមិនបានជាសំណាក់របស់ព្រះអង្គម្ចាស់ទីងនេះស្ងប់ស្ងាត់ខ្លាំងម៉ែតើអ្នកលក់ក៏បានប្រាប់ថាការដែលស្ងប់ស្ងាត់បែបនេះគឺជារឿងល្អបំផុតព្រោះកាលពីប្រហែលខែមុនណាគឺមានមនុស្សមកអុកលុកសំណាក់របស់ព្រះអង្គម្ចាស់ទីងខ្លាំងមែនតើតួស្រីស្ដាប់ហើយនាងពិតជាងឿនឆ្ងល់យ៉ាងខ្លាំងហើយនាងក៏បានសួរទៀតថាតើមានបញ្ហាអីមែនទេតើអ្នកលក់ក៏បានប្រាប់តួស្រីរបស់យើងតាមដំណើររឿងតែម្ដងទៅគឺកាលពី8ឆ្នាំមុនបងប្រុសរបស់ព្រះអង្គម្ចាស់ទីងដែលមានឈ្មោះថាមូស៊ីវិនគឺគេបាននាំកងទ័ពត្រឡប់មករាជធានីវិញដោយប្រឆាំងនឹងរាជបញ្ជារបស់ប្រជាអធិរាជអីអញ្ចឹងណាក្រោយមកសត្រូវក៏បានចូលឈ្លានពានហើយក៏បានធ្វើឲ្យទីក្រុងចំនួន3ត្រូវដួលរលំបន្ទាប់ពីមានហេតុការណ៍នឹងហើយប្រជាជនទាំងអស់ពួកគេពិតជាស្អប់មូស៊ីវិនខ្លាំងមែនតើហើយប្រជាអធិរាជក៏បានបញ្ជាឲ្យប្រហារជីវិតមូស៊ីវិននិងបព្វពួករបស់គេផងដែរបន្ទាប់ពីស្ដាប់រឿងនឹងរួចហើយតួស្រីក៏បានសួរទៅកាន់អ្នកលក់ថាចុះមូស៊ីវយ៉ាវវិញតើគេយ៉ាងម៉េចដែរទើបអ្នកលក់ក៏បានប្រាប់ថាទោះបីជាមូស៊ីវយ៉ាវគេមិនពាក់ព័ន្ធនៅក្នុងរឿងនេះក៏ដោយប៉ុន្តែការឈានពានរបស់សត្រូវក៏បានធ្វើឲ្យជើងទាំងពីររបស់មូស៊ីវយ៉ាវត្រូវបាត់បង់អីចឹងទៅហើយចាប់តាំងពីជើងរបស់គេទាំងពីរត្រូវពិការមកគេក៏លែងចេញមកក្រៅទៀតយ៉ាងដែលការពីមុនគេចូលចិត្តមកញ៉ាំនំទឹកឃ្មុំនៅកន្លែងគាត់ប៉ុន្តែឥឡូវនេះគាត់ក៏លែងបានឃើញគេអីចឹងទៅតួស្រីស្ដាប់ហើយនាងពិតជាមានការសោកស្ដាយយ៉ាងខ្លាំងហើយនាងក៏មានការណិតទៅលើព្រះអង្គម្ចាស់ទីងផងដែរចំណែកអ្នកបម្រើរបស់តួស្រីយើងវិញនាងក៏បានទៅលើជង្គង់នៅមុខសំណាក់របស់ព្រះអង្គម្ចាស់ទីងដោយសារតែការពីមុនព្រះអង្គម្ចាស់ទីងគឺជាអ្នកមានគុណចំពោះនាងអីចឹងណារីឯខាងតួស្រីរបស់យើងវិញនាងក៏ចម្ពាក់គុណទៅលើព្រះអង្គម្ចាស់ទីងដូចគ្នាប៉ុន្តែព្រះអង្គម្ចាស់ទីងគេអត់បានចំណាំនាងនោះទេហើយមូលហេតុដែលនាងចុះពីលើភ្នំលីសាមករៀបការជាមួយនឹងព្រះអង្គម្ចាស់ទីងក៏ព្រោះដើម្បីតែមកសងគុណព្រះអង្គម្ចាស់ទីងនឹងឯងចូលមកកាន់សាច់រឿងរបស់យើងបច្ចុប្បន្នវិញពេលនេះតួស្រីរបស់យើងនាងបានភ្ញាក់ពីគេងហើយអ្នកបម្រើក៏បានចូលមករៀបចំខ្លួនឲ្យតួស្រីរបស់យើងអីចឹងទៅតែពេលនឹងដែរតួស្រីរបស់យើងនាងក៏បានប្រាប់ទៅកាន់អ្នកស្រីមេកាថានាងអត់ចេះពាក់មកុដនោះទេតែអ្នកស្រីមេកាក៏បានប្រាប់ថាបន្តិចទៀតនេះព្រះនាងនឹងជួបជាមួយនឹងអ្នកស្រីវិនដូច្នេះព្រះនាងត្រូវតែពាក់មកុដអីចឹងទៅនៅពេលលើអ្នកស្រីមេកានិយាយបែបនេះតួស្រីរបស់យើងក៏បានយល់ព្រមហើយក្រោយមកអ្នកបម្រើក៏បាននាំតួស្រីរបស់យើងមកតបតែងខ្លួនដោយធម្មតាបន្ទាប់ពីរៀបចំរួចរាល់អស់ហើយនោះតួស្រីរបស់យើងក៏បានមកកាន់សំណាក់របស់អ្នកស្រីវិនប៉ុន្តែអ្នកបម្រើក៏បានប្រាប់តួស្រីរបស់យើងថាថ្ងៃនេះអ្នកស្រីវិនគាត់ឈឺអញ្ចឹងគាត់មិនអាចជួបជាមួយនឹងតួស្រីរបស់យើងបាននោះឡើយតួស្រីស្ដាប់ហើយនាងក៏បំរុងនឹងចូលទៅមើលអ្នកស្រីវិនប៉ុន្តែអ្នកបម្រើក៏បានប្រាប់ថាអ្នកស្រីវិនបានសម្រាប់បាត់ទៅហើយអញ្ចឹងឲ្យតួស្រីរបស់យើងត្រឡប់ទៅវិញចោលកាត់ទៅមើលខាងអ្នកស្រីវិនវិញការពិតគាត់អត់មានកើតអីនោះទេហើយគាត់កំពុងតែអង្គុយនៅមុខផ្លាកភ្លើងប្តីរបស់គាត់ហើយប្តីរបស់គាត់គឺជាមូស៊ីវិនបងប្រុសរបស់ព្រះអង្គម្ចាស់ទីងនឹងឯងដូច្នេះអ្នកស្រីវិនគឺជាបងថ្លៃរបស់តួស្រីយើងពេលនឹងដែរកូនប្រុសរបស់អ្នកស្រីវិនក៏បានចូលមកហើយគេក៏បានសួរទៅកាន់គាត់
ថាមិនបានជាគាត់មកជួបជាមួយនឹងតួស្រីរបស់យើងអញ្ចឹងប៉ុន្តែអ្នកស្រីវិនក៏បានប្រាប់ថាគាត់អត់ដឹងគួរនិយាយអ្វីជាមួយនឹងតួស្រីរបស់យើងនោះទេហើយគាត់ក៏បានសួរកូនប្រុសរបស់គាត់អំពីថ្ងៃកំណើតផងដែរបើសិនជាគេត្រូវការអ្វីចាំប្រាប់គាត់អីអញ្ចឹងណាប៉ុន្តែកូនប្រុសរបស់អ្នកស្រីវិនក៏បានប្រាប់ថាថ្ងៃកំណើតរបស់គេគឺបានកន្លងផុតបាត់ទៅហើយនៅពេលលើបែបនេះអ្នកស្រីវិនក៏មិននិយាយអ្វីនោះដែរតែគាត់ក៏បានសួរអំពីការរៀនសូត្ររបស់គេថាតើរាល់ថ្ងៃនេះលោកគ្រូសុងបានមករៀនគេបែបម៉េចខ្លះប៉ុន្តែកូនប្រុសរបស់គាត់ក៏បានប្រាប់ថាលោកគ្រូសុងគាត់បានចាក់ចេញតាំងពីមួយឆ្នាំមុនមកម្ល៉េះដោយសារតែម្ដាយរបស់គាត់បានទទួលមរណភាពគ្រាន់តែលឿនចឹងព្រាមអ្នកស្រីវិនគាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអីកន្លងមកនេះគាត់អត់ដែលបានដឹងសោះណាមួយចាប់តាំងពីប្ដីរបស់គាត់បានស្លាប់ទៅមើលទៅអ្នកស្រីវិនដូចជាមានការភ្លេចភ្លាំងខ្លាំងមែនតើហើយបន្ទាប់ពីនិយាយគ្នារួចហើយកូនប្រុសរបស់គាត់ក៏បានសុំយកគាត់ចេញទៅក្រៅវិញបន្ទាប់មកអ្នកស្រីវិនក៏ដល់ពេលលេបថ្នាំផងដែរកាត់ទៅមើលខាងតួស្រីរបស់យើងវិញម្ដងពេលនេះអ្នកបម្រើក៏បានប្រាប់ឲ្យនាងសម្រាកទៅព្រោះអីព្រះអង្គម្ចាស់ទៀងប្រហែលជាមិនមកទេតួស្រីស្ដាប់ហើយនាងក៏បានយល់ព្រមហើយនាងក៏បានចូលគេងតែម្ដងទៅលុះពាក់កណ្ដាលអត្រាតួស្រីរបស់យើងនាងក៏បានយកសពរឿងអតីតកាលរបស់នាងត្រឡប់មកវិញជាហេតុធ្វើឲ្យនាងក៏បានភ្ញាក់ដឹងខ្លួនផងដែរហើយសំឡេងសើចរបស់តួស្រីយើងក៏បានឮដល់អ្នកបម្រើហើយនាងក៏បានមកសួរតួស្រីយើងថាតើអ្នកនាងកើតអីតែតួស្រីក៏បានប្រាប់ថាខ្ញុំមិនអីនោះទេខ្ញុំគ្រាន់តែយកសពអាក្រក់តែប៉ុណ្ណោះហើយនាងក៏បានដេកឲ្យអ្នកបម្រើទៅដេកវិញអីចឹងណាជាមួយគ្នានឹងដែរស៊ីនឈွန်នាងក៏បានចូលមកហើយតួស្រីក៏បានសួរទៅកាន់ស៊ីនឈွန်ថាមិនបានជាអីមិនគេងអញ្ចឹងទៅស៊ីនឈွန်ក៏ប្រាប់ថានាងគេងអត់លក់ណាមួយនាងផ្លាច់កន្លែងអីចឹងទៅហើយនាងចង់មកមើលតួស្រីរបស់យើងណាមួយទៀតនាងបារម្ភថានាងខ្លាចព្រះអង្គម្ចាស់ទីងនឹងបញ្ចូលចិត្តតួស្រីរបស់យើងហើយនឹងបញ្ជូនតួស្រីរបស់យើងត្រឡប់ទៅកាន់ភ្នំលីសានវិញអីចឹងណាតួស្រីស្ដាប់ហើយនាងក៏មិនតបអីនោះដែរហើយនាងក៏បានឲ្យស៊ីនឈွန်ឡើងគេងជាមួយនាងតែម្ដងទៅព្រោះអីយប់នេះព្រះអង្គម្ចាស់ទីងក៏មិនមកដូចគ្នាគ្រាន់តែលឿនចឹងភ្លាមស៊ីនឈွန်នាងពិតជាសប្បាយចិត្តយ៉ាងខ្លាំងហើយនាងក៏បានឡើងគេងជាមួយនឹងតួស្រីរបស់យើងនិងអោបតួស្រីរបស់យើងអីចឹងទៅមិនតែប៉ុណ្ណោះហើយនាងក៏បានសួរតួស្រីរបស់យើងថាតើស្អែកនេះពួកយើងត្រូវធ្វើអ្វីទៀតតើតួស្រីក៏បានប្រាប់ស៊ីនឈွန်តាមនឹងអីចឹងទៅលុះព្រឹកបន្ទាប់តួស្រីរបស់យើងនាងក៏បានសួរទៅកាន់អ្នកបម្រើរបស់នាងអំពីព្រះអង្គម្ចាស់ទីងព្រោះអីមួយរយៈនេះតួស្រីរបស់យើងនាងដូចជាមិនដែលឃើញព្រះអង្គម្ចាស់ទីងសោះហើយនាងឆ្ងល់ថាតើព្រះអង្គម្ចាស់ទីងគេនៅឯណាតើអ្នកបម្រើក៏បានប្រាប់ថានាងឃើញព្រះអង្គម្ចាស់ទីងកំពុងតែនៅសំណាក់សៀវភៅតួស្រីស្ដាប់ហើយនាងក៏ប្រញាប់ទៅកាន់សំណាក់សៀវភៅយ៉ាងលឿនដើម្បីទៅមើលព្រះអង្គម្ចាស់ទីងអីអញ្ចឹងណាក្រោយមកតួស្រីរបស់យើងនាងក៏បានមកដល់សំណាក់សៀវភៅតែមិនទាន់ទាំងបានចូលផងណាក៏ស្រាប់តែលោកម្ចាស់លូឆឹងហ្នឹងក៏បានមកដល់ហើយគាត់ក៏បានហាមមិនឲ្យតួស្រីរបស់យើងនឹងចូលទៅរំខានព្រះអង្គម្ចាស់ទីងនោះឡើយដោយគាត់បាននិយាយថាពេលនេះព្រះអង្គម្ចាស់ទីងកំពុងតែជាប់រវល់ដូច្នេះទ្រង់មិនអាចទទួលភ្ញៀវបាននោះទេនៅពេលឮគាត់និយាយអញ្ចឹងណាតួស្រីក៏បានសួរទៅវិញថាភ្ញៀវនេះគឺជាសំណាក់របស់ព្រះអង្គម្ចាស់ទីងហើយខ្ញុំគឺជាព្រះមហាក្សត្ររបស់ព្រះអង្គម្ចាស់ទីងដូច្នេះខ្ញុំមិនមែនជាភ្ញៀវនោះឡើយប៉ុន្តែលោកម្ចាស់លូឆឹងក៏បានប្រាប់តួស្រីរបស់យើងថាគាត់មិនមែនមានន័យចង់និយាយថាអញ្ចឹងទេគាត់គ្រាន់តែមិនចង់ឲ្យតួស្រីរបស់យើងចូលទៅរំខានព្រះអង្គម្ចាស់ទីងតែប៉ុណ្ណោះយ៉ាងណាមិញតួស្រីរបស់យើងនាងក៏បានស្ដីឲ្យលោកម្ចាស់លូឆឹងផងដែរហើយនាងក៏បាននិយាយថាទោះបីជាទីនេះធ្លាប់មានរឿងមិនល្អកើតឡើងក៏ដោយប៉ុន្តែយ៉ាងណាមិញព្រះមហាក្សត្រទ្រង់ក៏មិនបានដេញដោលអីទៅលើព្រះអង្គម្ចាស់ទីងនោះដែរចុះមិនបានជាលោកហួងហែងព្រះអង្គម្ចាស់ទីងខ្លាំងម៉ែនៅពេលឮតួស្រីសួរបែបនេះលោកម្ចាស់លូឆឹងគាត់ពិតជាខឹងយ៉ាងខ្លាំងហើយគាត់ក៏បានប្រាប់ទៅកាន់តួស្រីរបស់យើងថាគាត់ធ្វើអ្វីៗគ្រប់យ៉ាងគឺតាមតែព្រះរាជាតែប៉ុណ្ណោះនៅក្នុងសំណាក់របស់ព្រះអង្គម្ចាស់ទីងគឺពោពេញទៅដោយអំពើបាបដូច្នេះគាត់គ្រាន់តែចង់ការពារវិមាននេះហើយពេលគ្រោះមហន្តរាយហើយនឹងលុបបំបាត់អំពើបាបរបស់វាអីអញ្ចឹងទៅអញ្ចឹងគាត់សង្ឃឹមថាតួស្រីរបស់យើងនឹងយល់ហើយឲ្យនាងត្រឡប់ទៅវិញចោះតួស្រីស្ដាប់ហើយនាងក៏បានយល់ព្រមតែនាងក៏បានសួរទៅកាន់លោកម្ចាស់លូឆឹងថាខ្ញុំឮថាលោកមកពីភាគខាងត្បូងតើលោកធ្វើការនៅទីនេះយូរប៉ុណ្ណាហើយតើលោកម្ចាស់លូឆឹងក៏បានប្រាប់ថា3ឆ្នាំហើយតួស្រីស្ដាប់ហើយនាងក៏បាននិយាយចំអកឲ្យលោកម្ចាស់លូឆឹងព្រោះអីនាងគិតថាក្នុងរយៈពេល3ឆ្នាំសោះតែមើលទៅលោកម្ចាស់លូឆឹងដូចជាចេះច្រើនមែនតែនហើយបានអ្នកណាមិនដឹងស្មានតែលោកម្ចាស់លូឆឹងហ្នឹងកាត់នៅក្នុងរាជធានីអីអញ្ចឹងទៅក្រោយពីនិយាយរួចហើយណាតួស្រីរបស់យើងក៏បានចាក់ចេញតែម្ដងជាហេតុធ្វើឲ្យលោកម្ចាស់លូឆឹងពិតជាខឹងយ៉ាងខ្លាំងពេលដែលតួស្រីរបស់យើងត្រឡប់មកវិញអ្នកបម្រើក៏បានប្រាប់កុំឲ្យតួស្រីរបស់យើងនឹងខឹងជាមួយនឹងលោកម្ចាស់លូឆឹងអីប៉ុន្តែតួស្រីក៏បានប្រាប់ថាខ្ញុំមិនខឹងនោះទេហើយនាងក៏បានឲ្យអ្នកបម្រើរៀបចំរទេះព្រោះអីនាងត្រូវជិះទៅខាងខ្ចៅអីអញ្ចឹងណាក្រោយមកទៀតតួស្រីរបស់យើងក៏បានមកកាន់សំណាក់ពូទី3របស់នាងហើយនាងក៏បានឃើញក្មេងៗកំពុងតែវាយជួរនៅក្នុងសំណាក់រួមទាំងមានមនុស្សមួយចំនួនកំពុងតែឈរមើលអីអញ្ចឹងទៅដោយឃើញបែបនេះតួស្រីក៏បានសួរទៅកាន់ក្មេងប្រុសម្នាក់ថាតើពួកគេកំពុងតែធ្វើអ្វីតើក្មេងប្រុសក៏បានប្រាប់ថាពួកគេកំពុងតែគោះជួងដើម្បីនាំសំណាងល្អហើយបណ្ដេញធាតុអាក្រក់ចេញអីអញ្ចឹងទៅនៅពេលលើបែបនេះតួស្រីរបស់យើងក៏មិនឆ្ងល់អីនោះដែរហើយក្រោយមកនាងក៏បានមកជួបជាមួយនឹងពូទី3របស់នាងហើយក៏បាននិយាយសួរសុខទុក្ខគ្នាទៅវិញទៅមកអីអញ្ចឹងណាមិនតែប៉ុណ្ណោះពូទី3របស់នាងក៏បានសួរនាងអំពីការរស់នៅក្នុងសំណាក់របស់ព្រះអង្គម្ចាស់ទីងតែនាងរស់នៅបានស្រួលដែរអត់ហើយតួស្រីក៏បានប្រាប់ថានាងមិនអីនោះទេនាងចូលចិត្តទីកន្លែងនឹងអីអញ្ចឹងទៅបន្ទាប់ពីសួរសុខទុក្ខគ្នារួចហើយតួស្រីរបស់យើងក៏បាននិយាយអំពីម្ដាយរបស់នាងប្រាប់ទៅកាន់ពូទី3ដែលកន្លងមកម្ដាយរបស់តួស្រីយើងគឺគាត់តែងតែសរសើរពូទី3រហូតដោយថាគាត់នឹងគឺជាមនុស្សល្អអីអញ្ចឹងទៅនៅពេលឮបែបនេះពូទី3ក៏បានសួរសុខទុក្ខទៅកាន់ម្ដាយរបស់តួស្រីយើងដូចគ្នាហើយគាត់ក៏មានការសោកស្ដាយយ៉ាងខ្លាំងដែលគ្រួសារយើងរបស់គាត់បានធ្វើបាបទៅលើម្ដាយរបស់តួស្រីយើងតួស្រីស្ដាប់ហើយនាងក៏មិននិយាយអ្វីនោះដែរតែនាងក៏បានសួរ
ពូទី3របស់នាងអំពីលោកម្ចាស់លូឆឹងថាតើគាត់មានស្គាល់លោកម្ចាស់លូឆឹងដែរអត់តែពូទី3ក៏បានប្រាប់ថាគាត់មិនសូវស្គាល់ច្បាស់នោះទេប៉ុន្តែគាត់ឮថាកាលពីមុនលោកម្ចាស់លូឆឹងហ្នឹងគឺជាមន្ត្រីអត្រានុកូលដ្ឋាននៅស្រុកលីងឈូតែក្រោយមកលោកម្ចាស់លូឆឹងហ្នឹងក៏មានទំនាក់ទំនងជាមួយនឹងបុគ្គលម្នាក់ដែលមានឈ្មោះថាមូយ៉ាងហើយគេគឺជាអ្នកមានអំណាចអីអញ្ចឹងទៅលុះក្រោយមកទៀតទៅលោកម្ចាស់លូឆឹងក៏បានក្លាយទៅជានាយកនៃការិយាល័យតារាសាស្ត្រអញ្ចឹងសរុបមកលោកម្ចាស់លូឆឹងហ្នឹងគឺគាត់ធ្វើការឲ្យលោកម្ចាស់មូយ៉ាងហ្នឹងឯងទើបបានជាគាត់មានអត្ថភាពទៅលើគ្រួសាររបស់ព្រះអង្គម្ចាស់ទីងបែបនេះតួស្រីស្ដាប់ហើយនាងក៏មិននិយាយអ្វីនោះដែរកំឡុងពេលហ្នឹងនាងក៏បានឮសំឡេងឆ្លោះគ្នានៅខាងក្រៅហើយនាងនិងពូទី3របស់នាងក៏បានចេញទៅមើលហើយនាងក៏បានឃើញប្រពន្ធរបស់លោកម្ចាស់លូឆឹងហ្នឹងកំពុងតែប្រកែកគ្នានៅខាងក្រៅអីអញ្ចឹងទៅហើយពេលហ្នឹងដែរកូនសិស្សរបស់ពូទី3ក៏បានរត់មកប្រាប់ថាគឺប្រពន្ធរបស់លោកម្ចាស់លូឆឹងហ្នឹងក៏កំពុងតែត្អូញត្អែអំពីរឿងចង្កៀងដែលត្រូវរៀបចំពិធីបុណ្យនៅពេលខាងមុខនេះហើយគាត់បានថាចង្កៀងហ្នឹងវាមានទំហំតូចពេកដូច្នេះទើបបានជាគាត់ទទួលចង់ឲ្យមានការផ្លាស់ប្ដូរអីអញ្ចឹងទៅនៅពេលឮបែបនេះហើយពូទី3គាត់ពិតជាខឹងយ៉ាងខ្លាំងតែគាត់ក៏មិនខ្វល់ពីប្រពន្ធរបស់លោកម្ចាស់លូឆឹងនោះដែរចំណែកឯតួស្រីរបស់យើងវិញនាងក៏បានសួរទៅកាន់ពូទី3របស់នាងថាតើស្ត្រីដែលកំពុងតែតវ៉ានោះនាងគឺជាប្រពន្ធរបស់លោកម្ចាស់លូឆឹងមែនទើបពូទី3ក៏បានប្រាប់ថាត្រូវហើយនាងគឺជាប្រពន្ធរបស់លោកម្ចាស់លូឆឹងតួស្រីស្ដាប់ហើយនាងក៏មិនសួរអីទៀតនោះដែរហើយនាងក៏បានប្រាប់ទៅកាន់ពូរបស់នាងថាថ្ងៃស្អែកនេះហើយនាងចង់សុំចង្កៀងមួយដើម្បីធ្វើពិធីបួងសួងឲ្យព្រះអង្គម្ចាស់ទីងអីអញ្ចឹងទៅលុះយប់ឡើងតួស្រីរបស់យើងនាងក៏បានត្រឡប់មកសំណាក់វិញហើយលោកមេការក៏បានចេញមកទទួលតួស្រីរបស់យើងហើយនាងក៏បានសួរទៅកាន់លោកមេការថាតើព្រះអង្គម្ចាស់ទីងនៅឯណាប៉ុន្តែលោកមេការក៏មិនហ៊ានប្រាប់នោះឡើយសត្វតែពេលនឹងដែរតួស្រីរបស់យើងនាងក៏បានឮសំឡេងចម្លែកមួយហើយនាងក៏បានសួរលោកមេការថាតើមានរឿងអ្វីកើតឡើងទើបលោកមេការក៏បានប្រាប់ថាជារៀងរាល់ខែគឺលោកម្ចាស់លូឆឹងហ្នឹងគឺគាត់តែងតែធ្វើពិធីដើម្បីរំដោះគ្រោះចេញពីវិមាននេះព្រោះឯវិមាននេះគឺពោពេញទៅដោយអំពើបាបអញ្ចឹងហើយទើបលោកម្ចាស់លូឆឹងក៏សុំការការពារពីឋានសួគ៌អីអញ្ចឹងទៅគ្រាន់តែលឺអញ្ចឹងភ្លាមតួស្រីរបស់យើងនាងក៏ប្រញាប់ទៅមើលព្រះអង្គម្ចាស់ទីងយ៉ាងលឿនកាត់ទៅមើលខាងព្រះអង្គម្ចាស់ទីងវិញពេលនេះគេកំពុងតែអង្គុយនៅកណ្ដាលពិធីចំណែកឯលោកម្ចាស់លូឆឹងវិញគេក៏កំពុងតែរៀបចំពិធីដូចគ្នាមិនតែបណ្ដោះអត្ថបទដែលព្រះអង្គម្ចាស់ទីងតែងតែចម្លងគឺត្រូវដុតចោលទាំងអស់ហើយលោកម្ចាស់លូឆឹងក៏បានប្រើកញ្ចក់មួយឆ្លុះទៅលើព្រះអង្គម្ចាស់ទីងធ្វើឲ្យព្រះអង្គម្ចាស់ទីងក៏បាននឹកឃើញអតីតកាលរបស់គេផងដែរហើយយើងក៏បានឃើញថាការពីអតីតកាលព្រះអង្គម្ចាស់ទីងគឺគេជួបរឿងឈឺចាប់យ៉ាងខ្លាំងគ្រប់រឿងដែលព្រះអង្គម្ចាស់ទីងឆ្លងកាត់គឺគេចងចាំមិនភ្លេចនោះឡើយបន្ទាប់ពីរៀបចំពិធីបានមួយសន្ទុះហើយនោះលោកម្ចាស់លូឆឹងក៏បានយកខ្សែតីមកវាយទៅលើព្រះអង្គម្ចាស់ទីងជាហេតុធ្វើឲ្យព្រះអង្គម្ចាស់ទីងពិតជាឈឺចាប់យ៉ាងខ្លាំងតួស្រីឃើញបែបនេះហើយនាងក៏បំរុងនឹងចូលទៅជួយប៉ុន្តែលោកមេការក៏បានហាមឃាត់ក៏ព្រោះតែគ្រប់យ៉ាងគឺជាពិធីរបស់លោកម្ចាស់លូឆឹងអីចឹងទៅមិនយូរប៉ុន្មានពិធីសុំពរពីឋានសួគ៌ក៏ត្រូវបានបញ្ចប់ហើយកូនចៅរបស់ព្រះអង្គម្ចាស់ទីងក៏បានគ្រាឲ្យព្រះអង្គម្ចាស់ទីងក្រោកឡើងមកវិញចំណែកព្រះអង្គម្ចាស់ទីងវិញគេក៏បានងាកទៅឃើញតួស្រីរបស់យើងតែគេមិននិយាយអ្វីនោះឡើយក្រោយមកទៀតព្រះអង្គម្ចាស់ទីងគេក៏បានមកងុយទឹកដែលមានកូនចៅរបស់គេជាអ្នកនៅមើលអីចឹងទៅតែពេលនឹងដែរស្រាក៏បានអស់ហើយកូនចៅរបស់ព្រះអង្គម្ចាស់ទីងក៏បានចេញទៅយកស្រាជាមួយគ្នានឹងដែរតួស្រីរបស់យើងនាងក៏បានចូលមកដើម្បីមើលព្រះអង្គម្ចាស់ទីងអីចឹងណាប៉ុន្តែព្រះអង្គម្ចាស់ទីងគេក៏បានសួរថាតើអ្នកណាឲ្យនាងមកទើបតួស្រីក៏បានប្រាប់ថាគ្មានអ្នកណាប្រើនោះទេគឺនាងចង់មកដោយខ្លួនឯងតែប៉ុណ្ណោះបន្ទាប់ពីនិយាយរួចហើយតួស្រីរបស់យើងនាងក៏បានដើរមករកព្រះអង្គម្ចាស់ទីងដើម្បីសិក្សាឲ្យគេអីចឹងទៅពេលដែលតួស្រីរបស់យើងបំរុងនឹងសិក្សានាងក៏បានឃើញសាមរបួសនៅលើខ្នងរបស់ព្រះអង្គម្ចាស់ទីងតែនាងមិនទាន់បានធ្វើអ្វីផងក៏ស្រាប់តែព្រះអង្គម្ចាស់ទីងគេក៏បានចាប់ដៃរបស់នាងជាប់ហើយក៏បានទាញតួស្រីរបស់យើងទម្លាក់ចូលទៅក្នុងទឹកតែម្ដងលើពីនឹងទៀតព្រះអង្គម្ចាស់ទីងគេក៏បានចោទតួស្រីរបស់យើងថានាងកំពុងតែចង់លេងល្បិចអ្វីជាមួយគេអីចឹងណាតែតួស្រីក៏បានប្រាប់ថានាងមិនចង់ធ្វើអ្វីនោះទេនាងគ្រាន់តែឃើញកំតិចធូបនៅលើសក់របស់គេហើយចង់សម្អាតឲ្យគេអីចឹងទៅនៅពេលឮតួស្រីរបស់យើងនិយាយបែបនេះហើយព្រះអង្គម្ចាស់ទីងក៏មិនតបអីនោះដែរនៅពេលឮព្រះអង្គម្ចាស់ទីងមិននិយាយអ្វីបែបនេះតួស្រីរបស់យើងនាងក៏បានស្នើសុំទៅកាន់ព្រះអង្គម្ចាស់ទីងដោយនាងចង់ដាំផ្កាខ្លះនៅក្នុងសួនច្បាររបស់ព្រះអង្គម្ចាស់ទីងអីចឹងទៅដោយសារតែផ្កានៅក្នុងសួនច្បារវាមិនសូវស្អាតហើយនាងចង់ដាំបន្ថែមអីចឹងទៅណាលើពីនឹងទៀតនាងក៏ចង់ដាំបន្លែខ្លះដើម្បីទុកធ្វើនំទុកធ្វើម្ហូបទៀតផងស្រាប់តែព្រះអង្គម្ចាស់ទីងហ្នឹងគេក៏បាននិយាយទៅវិញថាបើសិនទីនេះមិនស័ក្តិសមនឹងនាងទេអញ្ចឹងនាងត្រឡប់ទៅកាន់ភ្នំលីសានវិញទៅតួស្រីស្ដាប់ហើយនាងពិតជាខ្លាញ់នឹងព្រះអង្គម្ចាស់ទីងយ៉ាងខ្លាំងតែនាងក៏មិននិយាយអ្វីនោះដែរហើយនាងក៏បានដើរមកសិតសក់ឲ្យព្រះអង្គម្ចាស់ទីងអីចឹងទៅពេលសិតសក់បណ្ដាលតួស្រីក៏បាននាំព្រះអង្គម្ចាស់ទីងនិយាយលេងបណ្ដាលហើយនាងក៏បាននិយាយលើកទឹកចិត្តខ្លះៗទៅកាន់ព្រះអង្គម្ចាស់ទីងផងដែរហើយនាងក៏បានប្រាប់ទៅកាន់ព្រះអង្គម្ចាស់ទីងថាអ្វីអាក្រក់សូមឲ្យបញ្ចប់នៅយប់នេះហើយនៅថ្ងៃស្អែកនឹងទទួលពន្លឺថ្មីអីចឹងទៅប៉ុន្តែព្រះអង្គម្ចាស់ទីងគេបែរជានិយាយថាគេមិនខ្វល់ថាថ្ងៃស្អែកមានរឿងអ្វីកើតឡើងនោះឡើយយ៉ាងណាមិញតួស្រីរបស់យើងនាងក៏បានព្យាយាមលើកទឹកចិត្តទៅកាន់ព្រះអង្គម្ចាស់ទីងតែនាងក៏បាននិយាយរំលឹកអំពីបងប្រុសរបស់ព្រះអង្គម្ចាស់ទីងផងដែរជាហេតុធ្វើឲ្យព្រះអង្គម្ចាស់ទីងគេពិតជាខឹងយ៉ាងខ្លាំងហើយគេក៏បានដេញឲ្យតួស្រីរបស់យើងត្រឡប់ទៅវិញចោលតួស្រីស្ដាប់ហើយនាងក៏មិនតបអីនោះដែរហើយនាងក៏បានសុំលាព្រះអង្គម្ចាស់ទីងត្រឡប់ទៅវិញតែមុននឹងចាក់ចេញតួស្រីក៏បានប្រាប់ទៅកាន់ព្រះអង្គម្ចាស់ទីងថាខ្ញុំមិនចាក់ចេញទៅណាទាំងអស់ព្រោះរស់នៅទីនេះគឺវាល្អប្រសើរជាងរស់នៅលើកំពូលភ្នំនិយាយអញ្ចឹងមូសៀវយ៉ាវតើលោកពិតជាមិនចំណាំខ្ញុំមែនណាប៉ុន្តែព្រះអង្គម្ចាស់ទីងគេមិនឆ្លើយនោះឡើយតែគេក៏មានការងឿងឆ្ងល់ចំពោះអ្វីដែលតួស្រីរបស់យើងបានសួរគេដូចគ្នាហើយកំឡុងពេលនឹងដែរកូនចៅរបស់ព្រះអង្គម្ចាស់ទីងក៏បានមកដល់ទើបតួស្រីរបស់យើងក៏សុំលាគេតែម្ដងទៅលុះពេលត្រឡប់មកបន្ទប់វិញតួស្រីនាងក៏បាននឹកឃើញអតីតកាលរបស់នាងជាមួយនឹងព្រះអង្គម្ចាស់ទីងការពិតទៅតួស្រីរបស់យើងនាងបានស្គាល់ព្រះអង្គម្ចាស់ទីងយូរណាស់មកហើយគ្រាន់តែព្រះអង្គម្ចាស់ទីងគេមិនចំណា
ណាំនាងតែប៉ុណ្ណោះគឺការពីប៉ុន្មានឆ្នាំមុនតួស្រីរបស់យើងនៅម្ដាយរបស់នាងបានធ្វើដំណើរទៅកាន់ភៀកខាងជើងហើយពេលនៅតាមផ្លូវក៏មានក្រុមចោរបានចេញមកវាយប្រហារតែសំណាងល្អពេលនឹងព្រះអង្គម្ចាស់ទីងគេក៏បានមកជួយតន់ហើយគេក៏បានសម្លាប់ក្រុមចោរអីអញ្ចឹងទៅមិនតែប៉ុណ្ណោះព្រះអង្គម្ចាស់ទីងគេក៏បានជួយជីវិតតួស្រីរបស់យើងដូចគ្នាតែដោយសារការនៅតួស្រីរបស់យើងនៅក្មេងពេកទើបបានជឿព្រះអង្គម្ចាស់ទីងគេមិនចំណាំនាងបែបនេះបន្ទាប់ពីនឹកឃើញរួចហើយតួស្រីរបស់យើងនាងក៏បានបើកបង្អួចដើម្បីសម្លឹងទៅមើលព្រះអង្គម្ចាស់ទីងអីអញ្ចឹងទៅរីឯព្រះអង្គម្ចាស់ទីងវិញគេក៏បានត្រឡប់មកបន្ទប់របស់គេវិញដោយគេមិនខ້ອຍពីតួស្រីរបស់យើងសូម្បីតែបន្តិចជាហេតុធ្វើឲ្យតួស្រីរបស់យើងពិតជាមានការអន់ចិត្តយ៉ាងខ្លាំងលុះពេលព្រះអង្គម្ចាស់ទីងមកដល់បន្ទប់ហើយនោះគេក៏បានប្រាប់ឲ្យកូនចៅរបស់គេចេញទៅវិញចោះលុះពេលកូនចៅរបស់គេចេញផុតព្រះអង្គម្ចាស់ទីងគេក៏បានមើលជើងរបស់គេហើយគេពិតជាមានការឈឺចាប់មែនទែនដែលជើងរបស់គេមិនអាចដើរបានបែបនេះសាច់រឿងក៏បានកាត់ទៅមើលនៅក្នុងរាជវាំងវិញពេលនេះព្រះអង្គម្ចាស់វ័យក្មេងគេកំពុងតែលេងល្បែងកម្សាន្តណាជាមួយនឹងអ្នកបម្រើរបស់គេហើយស្របពេលជាមួយគ្នានឹងដែរព្រះមហាក្សត្រដែលជាបិតារបស់ទ្រង់ក៏បានជាងមកជាហេតុធ្វើឲ្យអ្នកបម្រើគ្រប់គ្នាពិតជាភិតភ័យយ៉ាងខ្លាំងមិនតែប៉ុណ្ណោះទ្រង់ក៏បានដាក់ទោសទៅកាន់អ្នកបម្រើគ្រប់គ្នាផងដែរដែលពួកគេនាំព្រះអង្គលេងអីចឹងទៅលុះពេលអ្នកបម្រើចេញទៅអស់ព្រះមហាក្សត្រក៏បានស្ដីបន្ទោសឲ្យព្រះអង្គដោយទ្រង់បាននិយាយថាព្រះអង្គគឺជាក្សត្រហេតុអ្វីបានជាព្រះអង្គលេងល្បែងបែបនេះព្រះអង្គគួរតែធ្វើជាគំរូដើម្បីអនាគតប្រទេសជាតិអីចឹងទៅណាតែព្រះអង្គម្ចាស់តូចក៏បានសួរទៅវិញថាតើមេដាពិតជាចង់ឲ្យខ្ញុំមកខ្លាចជាអធិរាជពិតមែនឬប៉ុន្តែព្រះមហាក្សត្រក៏បានប្រាប់ថាបុត្រនៅក្មេងខ្លាំងណាស់ណាមួយនៅក្នុងតុលាការគឺមានភាពស្មុគស្មាញច្រើនអញ្ចឹងបុត្រមិនអាចគ្រប់គ្រងវាបាននោះទេប៉ុន្តែព្រះអង្គម្ចាស់វ័យក្មេងក៏បាននិយាយថាបើគុំដោយសារតែភ្នំលីសានត្រូវបិទទ្វារម្លេះសោះមេដានឹងឡើងសោយរាជយូរមកហើយមិនមែនមេដាមានឱកាសមកណែនាំខ្ញុំបែបនេះនោះទេគ្រាន់តែលើអញ្ចឹងព្រាមព្រះមហាក្សត្រពិតជាខឹងយ៉ាងខ្លាំងហើយទ្រង់ក៏បានដើរមកសម្លុកបុត្ររបស់ទ្រង់រួចក៏ចាក់ចេញតែម្ដងទៅសាច់រឿងក៏បានកាត់ទៅស្អែកថ្មីជាបន្តទៀតយើងងាកទៅមើលខាងតួស្រីរបស់យើងវិញម្ដងនៅព្រឹកនេះហើយនាងក៏បានយកអាហារខ្លះមកឲ្យព្រះអង្គម្ចាស់ទីងនៅបន្ទប់សិក្សាប៉ុន្តែអ្នកយាមមិនឲ្យតួស្រីរបស់យើងចូលនោះឡើយទើបតួស្រីក៏បានសួរទៅកាន់អ្នកយាមថាតើទីនេះគឺជាកន្លែងណាហើយអ្នកយាមក៏បានប្រាប់ថាគឺជាសំណាក់របស់ព្រះអង្គម្ចាស់ទីងតួស្រីស្ដាប់ហើយនាងក៏បាននិយាយទៅវិញថាបើសិនទីនេះគឺជាសំណាក់របស់ព្រះអង្គម្ចាស់ទីងអញ្ចឹងពួកលោកគ្មានសិទ្ធិអ្វីដើម្បីបញ្ឈប់ខ្ញុំនោះឡើយហើយណាមួយទៀតព្រះមហាក្សត្រគ្រាន់តែបញ្ជាឲ្យព្រះអង្គម្ចាស់ទីងចម្លងគម្ពីរធម៌តែប៉ុណ្ណោះទ្រង់មិនបានហាមអ្នកដែលមកលេងព្រះអង្គម្ចាស់ទីងនោះទេម្យ៉ាងវិញទៀតព្រះអង្គម្ចាស់ទីងទ្រង់ខាសោយអ្វីយូរថ្ងៃមកហើយបើសិនជាមានរឿងអ្វីកើតឡើងទៅលើទ្រង់តើពួកលោកនឹងទទួលខុសត្រូវដែរនៅពេលឮតួស្រីរបស់យើងនិយាយបែបនេះទើបក្រុមទាហានក៏បានឲ្យតួស្រីរបស់យើងនឹងចូលទៅជួបជាមួយនឹងព្រះអង្គម្ចាស់ទីងអីអញ្ចឹងទៅក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានចូលមកមើលព្រះអង្គម្ចាស់ទីងចំណែកព្រះអង្គម្ចាស់ទីងវិញគេកំពុងតែចម្លងគម្ពីរធម៌ដោយធម្មតាដោយឃើញបែបនេះតួស្រីរបស់យើងនាងក៏បានដើរទៅបោកបង្អួចឲ្យព្រះអង្គម្ចាស់ទីងដើម្បីឲ្យមានពលឺគ្រប់គ្រាន់អីអញ្ចឹងណាហើយពេលនឹងដើរតួស្រីរបស់យើងនាងក៏បានដើរមកសួរព្រះអង្គម្ចាស់ទីងថាតើទ្រង់ឈឺមែនព្រោះមើលទៅព្រះអង្គម្ចាស់ទីងដូចជាស្លេកស្លាំងប៉ុន្តែព្រះអង្គម្ចាស់ទីងគេមិនឆ្លើយនោះឡើយដោយឃើញបែបនេះតួស្រីរបស់យើងនាងក៏បានប្រតិកម្មចង់ឲ្យព្រះអង្គម្ចាស់ទីងតែព្រះអង្គម្ចាស់ទីងនឹងគេក៏បានដកដៃចេញហើយគេក៏បានសួរតួស្រីរបស់យើងថាតើនាងចេះវិជ្ជាពេទ្យដែរមែនតួស្រីក៏បានប្រាប់ថាខ្ញុំចេះតាការខ្ញុំនៅលើភ្នំគឺខ្ញុំបានរៀនអំពីគ្រូម្នាក់គាត់បានបង្រៀនខ្ញុំឲ្យចេះពិនិត្យមើលជីវចរអីអញ្ចឹងទៅមិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំក៏ចេះទូទាយដូចគ្នាតើលោកចង់សាក់លបងដែរអត់តែព្រះអង្គម្ចាស់ទីងគេមិនខ្វល់នោះឡើយយ៉ាងណាមិញតួស្រីរបស់យើងនាងក៏បានញាស់ទៅកាន់ព្រះអង្គម្ចាស់ទីងហើយនាងក៏បានធ្វើការទូទាយឲ្យព្រះអង្គម្ចាស់ទីងអីអញ្ចឹងទៅដោយនាងបានសរសើរទៅកាន់ព្រះអង្គម្ចាស់ទីងអំពីភ្នែកអំពីច្រមុះអំពីតិចរបស់គេផងដែរមិនតែប៉ុណ្ណោះហើយនាងក៏បាននិយាយទៀតថាជោគវាសនារបស់ព្រះអង្គម្ចាស់ទីងមិនមែនមកអង្គុយសរសេរអក្សរបែបនេះនោះឡើយហើយព្រះអង្គម្ចាស់ទីងនៅមានអាយុវែងអីអញ្ចឹងទៅនៅពេលឮតួស្រីរបស់យើងនិយាយបែបនេះព្រះអង្គម្ចាស់ទីងក៏បានសួរទៅវិញថាអាយុវែងហ៎តែនាងចង់សម្ដៅថាមនុស្សគ្រប់គ្នាគេបានបាត់បង់អស់ហើយរាល់ថ្ងៃនេះនៅសតតែខ្ញុំមិនអាចដែលមានអាយុវែងមែនប៉ុន្តែតួស្រីរបស់យើងនាងអត់ដឹងថាគួរឆ្លើយបែបម៉េចទៅកាន់ព្រះអង្គម្ចាស់ទីងនោះឡើយហើយភ្លាមនឹងដែរតួស្រីរបស់យើងនាងក៏មានការជឿចុកចាប់នៅក្នុងដើមទ្រូងយ៉ាងខ្លាំងជាហេតុធ្វើឲ្យព្រះអង្គម្ចាស់ទីងគេក៏មានការព្រួយបារម្ភដូចគ្នាប៉ុន្តែតាមពិតទៅតួស្រីរបស់យើងនាងគ្រាន់តែលោលេងជាមួយនឹងព្រះអង្គម្ចាស់ទីងតែប៉ុណ្ណោះព្រោះអីកាលពីលើកមុនគេលោលេងជាមួយនឹងបែបនេះដែរឡចំណែកព្រះអង្គម្ចាស់ទីងវិញគេពិតជាមានការធុញទ្រាន់យ៉ាងខ្លាំងតែពេលនឹងដែរតួស្រីរបស់យើងនាងក៏បានយកស៊ុបមួយចានឲ្យព្រះអង្គម្ចាស់ទីងញ៉ាំហើយនាងក៏បានប្រាប់ថានៅពេលដែលគេញ៉ាំអស់គឺនាងនឹងចាក់ចេញជាមិនខានចំណែកព្រះអង្គម្ចាស់ទីងវិញគេក៏បានយកស៊ុបនឹងដូចគ្នាតែយើងមិនដឹងថាគេញ៉ាំឬមួយក៏មិនញ៉ាំនោះឡើយព្រោះអីសាច់រឿងរបស់យើងក៏បានឆ្លងនៅត្រឹមនេះអញ្ចឹងកុំភ្លេចរងចាំទស្សនាជាមួយ admin នៅភាព3ជាបន្តទៀតណាអរគុណច្រើនបាយបាយ